Nơi tíបញ្ចប់នៃជីវិតមនុស្សយើងម្នាក់តែងតែចង់ដឹងថាតើយើងបានបន្សល់ទុកអ្វីខ្លះដល់ពិភពលោកនេះយើងច្រើនតែខំប្រឹងសន្សំទ្រព្យសម្បត្តិសាងសង់ផ្ទះឲ្យធំនិងខំរកគេឈ្មោះឲ្យល្បីល្បាញប៉ុន្តែនៅពេលដែលពេលវេលាកន្លងផុតទៅអ្វីដែលជារូបរាងកាយនឹងត្រូវរលាយបាត់ទៅតាមពេលវេលាអ្វីដែលនៅសេសសល់នឹងមានតម្លៃបំផុតមិនមែនជាអ្វីដែលយើងមាននោះទេតែវាគឺជាអ្វីដែលយើងបានផ្ដល់ឲ្យទៅកាន់បេះដូងអ្នកដទៃគេឈ្មោះពិតប្រាកដមិនមែនស្ថិតនៅលើផ្ទាំងប៉ាណូឬក្នុងសៀវភៅប្រវត្តិសាស្ត្រឡើយវាស្ថិតក្នុងរបៀបដែលអ្នកធ្វើឲ្យមនុស្សជុំវិញខ្លួនមានអារម្មណ៍តើអ្នកធ្លាប់ជាពន្លឺសម្រាប់អ្នកដែលកំពុងងងឹតម្នាក់ដែរឬទេតើអ្នកធ្លាប់ជាកម្លាំងចិត្តសម្រាប់អ្នកដែលចង់បោះបង់ដែរឬទេគេឈ្មោះនៃក្តីស្រឡាញ់គឺជាមរតកដែលមិនចេះសាបសូន្យរាល់ពាក្យសម្ដីល្អនិងរាល់អំពើល្អដែលអ្នកបានធ្វើវានឹងបន្តរស់ក្នុងការចងចាំរបស់អ្នកដទៃហើយវានឹងត្រូវផ្ទេរបន្តពីម្នាក់ទៅម្នាក់ទៀតទោះបីជាអ្នកមិននៅទីនោះក៏ដោយជីវិតគឺជាកំណត់ហេតុដ៏ធំមួយដែលយើងកំពុងសរសេរជារៀងរាល់ថ្ងៃសំណួរសំខាន់គឺតើអ្នកចង់ឲ្យគេចងចាំអ្នកបែបណាអ្នកមិនចាំបាច់ជាអ្នកមានអំណាចទើបអាចសាងគេឈ្មោះបាននោះទេអ្នកគ្រាន់តែជាមនុស្សដែលមានក្តីមេត្តានិងភាពស្មោះត្រង់ចូលរស់នៅដោយមានគោលបំណងចូលស្រឡាញ់ដោយគ្មានលក្ខខណ្ឌនិងចូលផ្ដល់ឲ្យដោយបេះដូងបរិសុទ្ធគេឈ្មោះដែលល្អបំផុតគឺជាការដែលមនុស្សម្នាក់ញញឹមនៅពេលដែលគេនឹកឃើញឈ្មោះរបស់អ្នកយើងបានបញ្ចប់15ភាគនៃដំណើរកំណត់ហេតុផ្កាស្លាជាមួយគ្នាយើងសង្ឃឹមថារឿងរ៉ាវទាំងនេះបានក្លាយជាមិត្តរបស់អ្នកនិងជាកម្លាំងចិត្តក្នុងជីវិតរបស់អ្នកចូលចងចាំថាអ្នកគឺជាអ្នកសរសេរកំណត់ហេតុនៃជីវិតខ្លួនឯងចូលសរសេរវាឲ្យមានតម្លៃបំផុតនេះគឺជាកំណត់ហេតុផ្កាស្លាអរគុណសម្រាប់ការគាំទ្រនិងការចូលរួមដំណើរដ៏អស្ចារ្យនេះសូមឲ្យក្តីស្រឡាញ់នៅជាប់នឹងអ្នកជានិច្ច